គូស្វាមីភរិយានេះបានបោះបង់ចោលកូនស្រីតូចរបស់ពួកគេនៅលើជម្រាលថ្មហើយបានរត់គេចខ្លួនដោយជេរប្រមាថថាពួកគេចង់ចិញ្ចឹមឆ្កែវង្វេងជាជាងចិញ្ចឹមកូនដែលខាតបង់លុយកាក់ក្មេងស្រីនោះយំរហូតដល់អស់កម្លាំងបន្ទាប់មកបានដើររកជុំវិញយ៉ាងប្រញាប់ប្រញាល់រហូតដល់នាងបានរកឃើញសំណាបពេះព្រៃមួយដែលមានផ្លែពេះក្រហម4ផ្លែនាងបានស៊ីវាទាំងអស់ហើយគួរឲ្យភ្ញាក់ផ្អើលណាស់លែងឃ្លានទៀតហើយនាងបានដេកលក់នៅទីនោះនៅគល់សំណាបនៅថ្ងៃបន្ទាប់គូស្វាមីភរិយានេះបានឡើងលើភ្នំដើម្បីរកអស់ដោយឃើញកូនស្រីរបស់ពួកគេនៅរស់ពួកគេមានការភ័យរន្ធត់ហើយរត់ចេញមិនដែលហើយអៀនចូលទៅជិតជម្រាលថ្មម្ដងទៀតឡើយអ្នកភូមិទាំងអស់និយាយថាក្មេងស្រីនោះជាបណ្ដាសាសូម្បីតែឆ្កែវង្វេងក៏គេចពីនាងដែរហើយគ្មាននរណាម្នាក់ហ៊ានប៉ះនាងឡើយមានតែយាយវាងដែលមានចិត្តល្អមកពីខាងកើតភូមិដោយកាន់នំបន្លែមួយចំនួនបានឡើងលើភ្នំនៅពេលយប់ហើយបានរកឃើញក្មេងស្រីនោះកំពុងយាមសំណាបពេះព្រៃគាត់បានដាក់ឈ្មោះនាងថាលេអានហើយនាំនាងទៅផ្ទះយាយវាងបានជីកសំណាបពេះព្រៃហើយដាំវានៅជាប់ជញ្ជាំងទីធ្លារបស់គាត់មិនយូរប៉ុន្មានសំណាបបានដុះខៀវស្រងាត់និងបៃតងមានផ្លែពេះផ្អែមធំយាយវាងបានចែករំលែកផ្លែពេះជាមួយអ្នកជិតខាងដែលមានការរីករាយហើយអាកប្បកិរិយារបស់ពួកគេចំពោះលេអានបានធូរស្រាលបន្តិចម្ដងពេលខ្លះពួកគេជួយម្ដាយនិងកូនស្រីធ្វើការងារផ្ទះពេលលេអានមានអាយុ4ឆ្នាំគាត់បានដើរតាមយាយវាងទៅវាលស្រែដកស្មៅនិងចិញ្ចឹមទាដោយធ្វើការយ៉ាងរហ័សរហួនប៉ុន្តែសំណាងល្អរបស់ពួកគេមិនបានមានរយៈពេល3ខែទេយាយវាងស្រាប់តែខ្វិនមួយចំហៀងខ្លួនសូម្បីតែគ្រូពេទ្យក៏មិនអាចជួយបានដែរលេអានយំនៅក្បែរគ្រែរបស់គាត់នៅយប់នោះគាត់បានសុបិនឃើញដើមពេះមួយដើមដែលនិយាយបានដោយណែនាំគាត់ឲ្យបេះផ្លែពេះចំនួន7ដាំឲ្យពុះក្នុងទឹកហើយផឹកទឹកនោះរយៈពេលរាល់ថ្ងៃលេអានបានធ្វើតាមអ្វីដែលគាត់ត្រូវបានគេប្រាប់យាយវាងពិតជាអាចក្រោកពីគ្រែហើយដើរបានម្ដងទៀតដោយប៉ះដើមឈើគាត់បានណែនាំលេអានថាផ្លែឈើពីដើមឈើនេះគឺសម្រាប់ពិធីបុណ្យវិញ្ញាណហើយគួរតែត្រូវបានចែករំលែកជាមួយអ្នកដែលខ្វះខាតដោយគ្មានភាពអាត្មានិយមឡើយលេអានមកក្បាលយ៉ាងមុតមមហើយយល់ព្រមជារៀងរាល់ឆ្នាំនៅពេលដែលផ្លែពេះទុំគាត់បានយកវាទៅឲ្យដល់ផ្ទះមួយទៅផ្ទះមួយដោយមិនយកមួយកាក់មួយសេនឡើយមានបុរសចំណាស់ម្នាក់ឈ្មោះលីនៅក្នុងភូមិដែលកូនប្រុសរបស់គាត់បានទៅធ្វើការនៅទីក្រុងហើយបានបាត់ខ្លួនប្រពន្ធរបស់គាត់បានទទួលមរណភាពមុនអាយុហើយគាត់រស់នៅតែម្នាក់ឯងនៅក្នុងផ្ទះដំបូលដែលទ្រុឌទ្រោមនៅរដូវរងាគាត់តែងតែអង្គុយជុំគ្នាក្នុងភាពត្រជាក់លេអានមិនត្រឹមតែដឹកផ្លែពេះប៉ុណ្ណោះទេថែមទាំងបានជួយជីតាលីប្រមូលអុសជារៀងរាល់ថ្ងៃដើម្បីកម្ដៅក្រែឥតក្ដៅដែលធ្វើឲ្យផ្ទះមានភាពកក់ក្ដៅនិងកក់ក្ដៅទន្ទឹមនឹងនេះតិចជាង6ខែបន្ទាប់ពីប្តីប្រពន្ធបានបោះបង់ចោលលេអានពួកគេមានកូនប្រុសម្នាក់ឈ្មោះយីនបាវដែលពួកគេស្រឡាញ់យ៉ាងខ្លាំងយីនបាវត្រូវបានគេមើលងាយតាំងពីក្មេងតែងតែមើលថែយ៉ាងយកចិត្តទុកដាក់នាងតែងតែខឹងសម្បានិងយំនៅពេលដែលមានការញុះញង់បន្តិចបន្តួចប៉ុន្តែឪពុកម្ដាយរបស់នាងមិនដែលស្ដីបន្ទោសនាងឡើយពួកគេចង់ញ៉ាំដំឡូងជ្វាដោយខ្លួនឯងជាងទុកឲ្យនាងរងទុក្ខទោះបីជាពួកគេមានជីវភាពខ្វះខាតក៏ដោយប្តីប្រពន្ធនេះតែងតែត្អូញត្អែអំពីសំណាងអាក្រក់របស់ពួកគេហើយមិនដែលនិយាយអំពីការបោះបង់ចោលកូនស្រីរបស់ពួកគេឡើយនៅរដូវក្តៅនោះជំងឺរាតត្បាតកណ្ដូបបានវាយប្រហារលេបត្របាក់ដំណាំទាំងអស់អ្នកភូមិមានការភ័យស្លន់ស្លោសម្លឹងមើលដោយអស់សង្ឃឹមនៅពេលដែលការប្រមូលផលរបស់ពួកគេបរាជ័យលេអានអង្គុយចុះនៅក្រោមដើមពេះយំសោកប៉ះដើមឈើនិងសុំជំនួយពេលនាងប៉ះសម្បកឈើភ្លាមគំនរផ្កាពេះមួយបានធ្លាក់ចុះពីដើមឈើលេអានបានរីប៉ាយផ្កានៅក្នុងវាលស្រែហើយព្រឹកបន្ទាប់ពន្លកពណ៌បៃតងស្រស់បានដុះចេញពីដីហើយដីស្ងួតក៏សើមអ្នកភូមិទាំងពីរមានការភ្ញាក់ផ្អើលនិងរីករាយដោយប្រញាប់ប្រញាល់ទៅធ្វើការនៅវាលស្រែដោយចិត្តរបស់ពួកគេពោពេញទៅដោយការដឹងគុណចំពោះផ្កាពេះលេអានបានប្រមូលផ្លែពេះបន្ថែមដោយគិតថាវាអាចមានប្រយោជន៍ក្នុងគ្រោះទុរភិក្សនាពេលអនាគតពូចាងជាជាងដែកក្នុងភូមិជាមនុស្សស្មោះត្រង់ប៉ុន្តែគាត់ត្រូវបានចោទប្រកាន់មិនពិតថាបានលួចដែកពីភូមិជិតខាងគាត់ត្រូវបានចងហើយហៀបនឹងត្រូវនាំទៅកាន់រដ្ឋាភិបាលខេត្តភរិយារបស់ពូចាងបានយំសោកសង្រេងអង្វរអ្នករាល់គ្នាក្នុងភូមិប៉ុន្តែគ្មាននរណាហ៊ានធ្វើសក្ខីកម្មឡើយលេអានបានឮ
អំពីរឿងនេះយកកន្ត្រកផ្លែពេសទៅភូមិជិតខាងរកឃើញគ្រួសារដែលបានបាត់ដែកហើយបានចែកផ្លែពេសជាមួយពួកគេចៅស្រីរបស់គ្រួសារនេះបន្ទាប់ពីញ៉ាំផ្លែពេសរួចស្រាប់តែនិយាយថាក៏ខ្ញុំបានឃើញសានគូស៊ីពីភូមិបន្ទាប់កំពុងដឹកដែកចេញទៅឆ្ងាយនៅពេលយប់ការពិតបានលាតត្រដាងពូចាងត្រូវបានដោះលែងហើយគាត់ពិតជាដឹងគុណយ៉ាងខ្លាំងចំពោះលេអាននិងដាំពេសហេតុការណ៍នេះបានធ្វើឲ្យលេអានកាន់តែល្បីល្បាញពីរបីថ្ងៃក្រោយមកពាក្យចាមអារ៉ាមបានរីករាលដាលពាសពេញភូមិថាការបរិភោគផ្លែពេសពីដាំពេសលីននឹងនាំមកនូវសំណាងល្អវាបានបង្ហាញថាគូស្វាមីភរិយានេះបានទំពាផ្លែពេសនៅច្រកចូលភូមិពាក្យចាមអារ៉ាមបានរីករាលដាលថាសំណាងល្អរបស់លេអានបានមកពីការលួចលុយរបស់យីនបាវហើយថាលេអានគឺជាខ្មោចដែលនាំមកនូវសំណាងអាក្រក់ដល់អ្នកណាដែលជាប់ពាក់ព័ន្ធជាមួយគាត់ដំបូងឡើយគ្មាននរណាម្នាក់ជឿទេប៉ុន្តែពីថ្ងៃក្រោយមកជ្រូករបស់គ្រួសារមួយស្រាប់តែធ្លាក់ខ្លួនឈឺចៃដន្យណាស់គ្រួសារនេះបានបរិភោគផ្លែពេសដែលលេអានបានឲ្យកាលពីប៉ុន្មានថ្ងៃមុនអ្នកភូមិមានការភ័យស្លន់ស្លោហើយមិនហ៊ានទទួលយកផ្លែពេសពីលេអានទៀតទេដោយគេចពីគាត់រាល់ពេលដែលពួកគេឃើញគាត់យីវ៉ាងខឹងខ្លាំងណាស់រហូតដល់គាត់គប់កណ្ដាប់ដៃលើតុទោះជាយ៉ាងណាក៏ដោយលេអានមិនបានបោះបង់ចោលទេគាត់នៅតែបន្តមើលថែដាំពេសជារៀងរាល់ថ្ងៃដោយសម្ងួតផ្លែពេសទុំទៅជាផ្លែពេសស្ងួតហើយរក្សាទុកវាសម្រាប់អ្នកដែលខ្វះខាតមិនយូរប៉ុន្មានភ្លើងបានឆាបឆេះនៅក្នុងភូមិជិតខាងមួយដោយបំផ្លាញផ្ទះជាច្រើនមនុស្សជាច្រើនដោយគ្មានអាហារឬសម្លៀកបំពាក់បានរត់ទៅភូមិរបស់លេអានដើម្បីសុំជំនួយអ្នកភូមិពេលឮពាក្យចាមអារ៉ាមទាំងនោះមិនហ៊ានទទួលយកពួកគេទេព្រោះខ្លាចពួកគេនឹងត្រូវប្រឡាក់ដោយសំណាងអាក្រក់លេអានឃើញជនភៀសខ្លួនស្គមស្គាំងមានអារម្មណ៍តក់ស្លុតហើយបានយកផ្លែពេសស្ងួតទាំងអស់ដែលគាត់រក្សាទុកដើមបីចែកចាយដល់មនុស្សគ្រប់គ្នាបន្ទាប់មកពួកគេបានយកពួកគេទៅភ្នំដើម្បីជីករោគបន្លែនិងផ្លែឈើព្រៃដោយមិននឹកស្មានដល់ជនភៀសខ្លួនខ្លះបានកើតជំងឺរាគរូសក្អួតនិងរាគបន្ទាប់ពីញ៉ាំផ្លែពេសស្ងួតរួចពួកគេបានជាសះស្បើយបន្តិចម្ដងបន្ទាប់មកមនុស្សគ្រប់គ្នាបានដឹងថាពាក្យចាមអារ៉ាមពីមុនគឺមិនពិតហើយបានសុំទោសលេអានដោយសោកស្ដាយថែមទាំងបានសម្អាតផ្ទះរបស់ពួកគេដើម្បីផ្ដល់ជម្រកដល់ជនភៀសខ្លួនទៀតផងដំណឹងនេះបានទៅដល់ត្រចៀករបស់ឈៀនគូមិនម្ចាស់ផ្ទះនៅក្នុងទីក្រុងគាត់បាននឿយជាយូរមកហើយអំពីសមត្ថភាពរបស់លីនតៅស៊ូហើយចង់បានវានៅរសៀលនោះឈៀនគូមិនបានមកដល់ភូមិជាមួយអ្នកបម្រើរបស់គាត់ដោយចង្អុលទៅដាំពេសហើយនិយាយថាដើមឈើនេះដុះនៅលើដីភូមិដូច្នេះវាជាកម្មសិទ្ធិរបស់ខ្ញុំជីកវាឡើងយ៉ាងលឿនហើយផ្លាស់ទីវាទៅទីធ្លារបស់ខ្ញុំលេអានបានប្រញាប់ប្រញាល់ទៅមុខដើម្បីការពារដើមឈើដោយរារាំងអ្នកបម្រើមិនឲ្យធ្វើដូច្នេះយីវ៉ាងនិងជីដាលីក៏បានព្យាយាមបញ្ឈប់ពួកគេដែរប៉ុន្តែត្រូវបានអ្នកបម្រើរុញច្រានឲ្យដួលទៅលើដីពេលដែលចប់កាប់របស់អ្នកបម្រើហៀបនឹងបុកគ្រោះផ្លែពេសរាប់មិនអស់បានធ្លាក់ពីលើដើមឈើភ្លាមបុកអ្នកបម្រើដែលខ្ចាត់ខ្ចាយដោយការជិះចាប់ឈៀនគូមិនដោយកំហឹងបានគំរាមសង្សឹកហើយរត់គេចខ្លួនដោយមិនរារែកឈៀនគូមិនបានរៀបចំផែនការមួយគាត់បានបំពុលធុងទឹករបស់ភូមិដោយសម្ងាត់ដោយមានបំណងធ្វើឲ្យអ្នកភូមិឈឺហើយបន្ទាប់មកបន្ទោសលីនតៅស៊ូមកពីលៀនទោះជាយ៉ាងណាក៏ដោយអ្នកដែលបំពុលធុងទឹកត្រូវបានពូចាងប្រទេសឃើញពេលកំពុងល្បាតដោយនឹកឃើញពីរបៀបដែលលេអានបានជួយគាត់ឲ្យសម្អាតកេរ្តិ៍ឈ្មោះរបស់គាត់ពូចាងបានប្រគល់បុរសនោះទៅឲ្យមេភូមិភ្លាមបន្ទាប់មកអ្នកភូមិបានដឹងថាពាក្យចាមអារ៉ាមអំពីជំងឺជ្រូកទាំងអស់ត្រូវបានប្រឌិតឡើងដោយឈៀនគូមិននឹងប្តីប្រពន្ធដោយមានការខឹងសម្បារពួកគេបានរឈមមុខនឹងប្តីប្រពន្ធដែលនិយាយមិនចេញហើយអាចទទួលស្គាល់បានតែថាឈៀនគូមិនបានបង់ប្រាក់ឲ្យពួកគេដើម្បីផ្សព្វផ្សាយពាក្យចាមអារ៉ាមពីរបីថ្ងៃក្រោយមកយីនបាវកំពុងលេងនៅក្នុងទីក្រុងបានធ្លាក់ចូលទៅក្នុងរណ្ដៅភក់ដោយចៃដន្យគាត់ត្រូវបានអ្នកដើរឆ្លងកាត់ជួយសង្គ្រោះប៉ុន្តែគាត់មានគ្រុនក្តៅខ្លាំងហើយសន្លប់គូស្វាមីភរិយានេះបានពិគ្រោះជាមួយគ្រូពេទ្យជាច្រើនអ្នកប៉ុន្តែគ្មានអ្នកណាអាចព្យាបាលគាត់បានទេដោយអស់សង្ឃឹមពួកគេបាននឹកឃើញដល់ដើមផ្លែពេសពួកគេបានអូសយីនបាវទៅផ្ទះរបស់យាយវ៉ាងជាកន្លែងដែលពួកគេបានឃើញលេអានកំពុងបេះផ្លែប៉ោះលេអានបានលុតជង្គង់ចុះភ្លាមហើយយំថាបូលេអានខ្ញុំជាម្ដាយរបស់អ្នកសូមជួយសង្គ្រោះយីនបាវដើមឈើនោះដើមឡើយជារបស់គ្រួសារយើងលេអានឈរស្ងៀមនៅនឹងកន្លែងយាយវ៉ាងដកដង្ហើមធំថា
ពេលនោះអ្នកបានបោះបង់ចោលវានៅលើជម្រាលថ្មហើយឥឡូវនេះអ្នកកំពុងជួបបញ្ហាហើយគ្រាន់តែទទួលស្គាល់វាជារបស់អ្នកតើមនសិការរបស់អ្នកអាចស្ងប់ចិត្តដោយរបៀបណាគូស្វាមីភរិយាបានអន់ក្បាលយំហើយនិយាយថាយើងប្រកាសជានឹងសងសឹកដល់លេអាននៅពេលអនាគតលេអានបានបន្ទន់ចិត្តបេះផ្លែពេះមួយក្តាប់តូចស្ងោរវាធ្វើជាទឹកពុះហើយឲ្យយីនបាវញ៉ាំមិនយូរប៉ុន្មានយីនបាវក៏ភ្ញាក់ឡើងដោយសារក្អឺតក្រទុំឃើញផែនការមួយបរាជ័យគាត់ក៏រៀបចំផែនការមួយទៀតគាត់បានសូកប៉ាន់មន្ត្រីខនធីដោយអះអាងថាដើមផ្លែពេះរបស់លេអានគឺជាដើមឈើអារក្សដែលនឹងបង្កគ្រោះថ្នាក់ដល់ប្រជាជនហើយពួកគេចង់កាប់វាចោលហើយចាប់ខ្លួនអ្នកដែលទទួលខុសត្រូវប៉ូលីសបានមកដល់ភូមិជាមួយនឹងពូថៅហើយនៅពេលដែលពួកគេហៀបនឹងកាប់ដើមឈើនោះវាបានបញ្ចេញពន្លឺពណ៌មាសភ្លាមហើយពាក្យមួយបានលេចឡើងនៅលើដើមរបស់វាថាអំពើល្អត្រូវបានផ្ដល់រង្វាន់អំពើអាក្រក់ត្រូវបានដាក់ទណ្ឌកម្មប៉ូលីសមានការភ័យខ្លាចយ៉ាងខ្លាំងរហូតដល់ពួកគេមិនហ៊ានរើឡើយនៅពេលនេះក្នុងចំណោមជនភៀសខ្លួនដែលលេអានធ្លាប់បានជួយសង្គ្រោះពីមុនម្នាក់បានក្លាយជាចៅក្រមខនធីដែលកំពុងធ្វើដំណើរដោយអនាមិកចៅក្រមបានឮអំពីអំពើល្អរបស់លេអានរួចហើយក៏បានស៊ើបអង្កេតករណីដែលឈៀនគូមិនបានសូកប៉ាន់ប៉ូលីសដើម្បីដាក់ទោសមនុស្សស្លូតត្រង់គាត់បានបញ្ជាឲ្យចាប់ខ្លួនឈៀនគូមិននិងប៉ូលីសភ្លាមគូស្វាមីភរិយាមួយគូនេះឃើញទិដ្ឋភាពនៅពីមុខពួកគេពោពេញដោយភាពអាម៉ាស់ហើយចង់បាត់ខ្លួនបន្ទាប់ពីជាសះស្បើយពីជំងឺរបស់ពួកគេកាន់តែមានប្រាជ្ញាហើយបានចូលរួមជាមួយអ្នកភូមិក្នុងការធ្វើការនៅវាលស្រែពួកគេលែងខ្ជិលច្រអូសនិងលោភលន់ទៀតហើយគូស្វាមីភរិយានេះបានស្នាក់នៅក្នុងភូមិដើម្បីជួយយាយវាងថែទាំដើមពេះនិងជួយជីដាលីដងទឹកដោយធ្វើការកែតម្រូវកំហុសរបស់ពួកគេបន្តិចម្ដងក្រោយមកលេអានបានធំឡើងហើយបានរៀបការជាមួយបុរសវ័យក្មេងម្នាក់ដែលឧស្សាហ៍ព្យាយាមនិងចិត្តល្អម្នាក់គូស្វាមីភរិយានេះបានថែទាំដើមពេះជាមួយគ្នាហើយថែមទាំងបានបង្រៀនអ្នកភូមិពីរបៀបដាំដើមពេះដោយប្រើរណ្ដៅពេះទៀតផងក្នុងរយៈពេល 2-3 ឆ្នាំដើមពេះបានបំពេញភូមិដោយរីកដុះដាលជារៀងរាល់នីតិរដូវនិងពោពេញដោយផ្លែឈើជារៀងរាល់រដូវស្លឹកឈើជ្រុះជីវិតរបស់អ្នកភូមិកាន់តែមានភាពរុងរឿងរឿងនេះមានការពិតជាច្រើនយ៉ាងកុមារមិនមែនជាបន្ទុកទេប៉ុន្តែជាពរជ័យអ្នកដែលបោះបង់ចោលសាច់ឈាមរបស់ខ្លួននិងសោកស្ដាយជាទីបំផុតសេចក្តីសប្បុរសបង្កើតភាពស្មោះត្រង់ការជួយអ្នកដទៃគឺជាការជួយខ្លួនឯងគ្មាននរណាម្នាក់អាចរស់នៅឯកោបានទេលោភលន់និងល្បិចក៏នឹងធ្វើឲ្យខ្លួនឯងឈឺចាប់ជាទីបំផុតសូម្បីតែកំណប់ទ្រព្យដ៏មានតម្លៃបំផុតក៏មិនអាចបំពេញចន្លោះនៃភាពលោភលន់បានដែរពាក្យចាមអារាមមិនអាចទប់ទល់នឹងការសាកល្បងនៃសេចក្តីពិតបានទេកុំធ្វើតាមវងមនុស្សដោយងឹតងល់ការមើលឃើញអ្វីដោយភ្នែករបស់អ្នកផ្ទាល់និងធ្វើសកម្មភាពដោយស្មោះត្រង់គឺជាមធ្យោបាយតែមួយគត់ដែលអាចទុកចិត្តបានវាមិនដែលយឺតពេលទេក្នុងការកែកំហុសដរាបណាអ្នកធ្វើការកែតម្រូវដោយស្មោះអ្នកនឹងត្រូវបានទទួលយកដោយមនុស្សគ្រប់គ្នាហើយជីវិតរបស់អ្នកនឹងកាន់តែផ្អែមល្ហែមអ្នកមើលរឿងនេះហើយសូមជូនពរឲ្យមានសុខភាពល្អនិងរកស៊ីមានបានសូមជួយឲ្យបេះដូង Share និង Follow ម្នាក់មួយផង